សត្រូវថ្មីរបស់ Naruto បានបង្ហាញខ្លួនហើយពេលនេះ Naruto បានត្រៀមបង្កើតទីប្រឹក្សាសង្គ្រាមនៅក្នុងភូមិធំៗទាំង5ដែលមាន Sasuke និង Naruto ផ្ទាល់រួមទាំង Madara, Hashirama និង Obito គ្រាន់តែ Naruto និយាយពីផែនការភ្នែករបស់ Hashirama ភ្លឺឡើងប៉ុន្តែ Madara មិនពេញចិត្តទេគេអបដៃសួរ Naruto ថាមានច្រឡំអីអត់គេគ្មានពេលទំនេរទៅលេងលក់ទឹកជាមួយក្មេងៗទេ Naruto ដឹងមុនថា Madara នឹងជំទាស់ទើបគេត្រៀមពាក្យនិយាយរួចជាស្រេចក្រោយបញ្ចុះបញ្ចូលមួយសន្ទុះ Madara ក៏យល់ព្រមបន្ទាប់មក Naruto យកប្រអប់មួយមកដើម្បីសម្រេចថាអ្នកណាទទួលខុសត្រូវភូមិណាគេសម្រេចឲ្យចាប់ឆ្នោតលទ្ធផលចុងក្រោយ Sasuke ទទួលខុសត្រូវភូមិពក Madara ចាប់បានភូមិថ្ម Obito ចាប់បានភូមិអប់ Hashirama ចាប់បានភូមិខ្សាច់ឯ Naruto ចាប់បានភូមិស្លឹកឈើម្នាក់ចាប់ផ្ដើមបេសកកម្មថ្មីដើម្បីពង្រឹងកម្លាំងពិភព Ninja ពេលវេលាចេះតែទៅមុខយ៉ាងលឿន15ឆ្នាំបានកន្លងផុតទៅដូចជាតិមុនដែល Naruto បានរៀបការជាមួយ Hinata ហើយមានកូនឈ្មោះ Boruto និង Himawari ក្នុងអំឡុងពេលសន្តិភាពដ៏ខ្លីនេះគេមិនបានធ្វេសប្រហែសទេពេលនេះកម្លាំងរបស់គេខ្លាំងរកផ្ទឹមគ្មានតាមការប៉ាន់ស្មានរបស់គេផ្ទាល់គឺអាចយកឈ្នះខ្លួនឯងកាលពី15ឆ្នាំមុន3នាក់បានយ៉ាងងាយមុខមាត់របស់គេនៅដដែលគ្រាន់តែមើលទៅមានអំណាចនិងរឹងមាំជាងមុនចាប់តាំងពី Naruto និងក្រុមការងារធ្វើជាទីប្រឹក្សាសង្គ្រាមនៅឆ្នាំទី2ពិភព Ninja តែងតែរៀបចំការប្រកួតប្រចាំឆ្នាំតាមរយៈការធ្វើតេស្តជាច្រើនដំណាក់កាលនៅតាមភូមិជ្រើសរើស Ninja ខ្លាំង100នាក់មកប្រកួតអ្នកជាប់ចំណាត់ថ្នាក់លេខ1ដល់10នឹងទទួលបានងារជាទេព Ninjaចំនួនទេព Ninja គូកំណត់ត្រឹមតែ10នាក់ប៉ុណ្ណោះ Ninja ដែលឡើងដល់វគ្គផ្ដាច់ព្រាត់រាល់ឆ្នាំអាចប្រកួតប្រជែងជាមួយទេព Ninja ចាស់បានឲ្យតែឈ្នះនិងជំនួសតំណែងទទួលបានងារជាទេព Ninja ក៏ភ្លាមក្រោមប្រព័ន្ធលើកទឹកចិត្តនេះទាំងក្មេងៗដែលមានសមត្ថភាពទាំងចាស់ទុំដែលនៅខ្លាំងសុទ្ធតែសង្ឃឹមថាថ្ងៃណាមួយនឹងទទួលបានកិត្តិយសកំពូលនេះនៅព្រឹកថ្ងៃបើកការប្រកួត Naruto តែងតែមកដល់ហាងតែមុនគេព្រោះនេះជាថ្ងៃដែលមិត្តចាស់អាចជួបជុំគ្នាភ្លាមនោះរូបរាងដែលធ្លាប់ស្គាល់ដើរចូលមក Naruto ដឹងហើយក៏ញឹមតិចខានជួបគ្នាយូរហើយ Sasuke រូបពា Sasuke ពេលនេះលេងដូចពីមុនទៀតហើយលេងឆេវឆាវប្រែជាស្ងប់ស្ងាត់និងចាស់ទុំជាងមុនអ្នកទាំងពីរជែកគ្នាលេងស្រាប់តែទ្វារហាងត្រូវគេទាត់ខ្ទាតចេញ Sasuke ក្រវីក្បាលដូចធ្លាប់ឃើញរាល់ដង Madara នៅតែមិនកែក្រិតសោះ Madara ដើរចូលមកយ៉ាងបើកមាត់ភ្លាមសួររក Hashirama ភ្លាមពេលនោះខ្យល់គូចពណ៌ខ្មៅក៏លេចឡើង Obito បង្ហាញខ្លួនគេមើលជុំវិញហើយសើចថាดูមើលទៅខ្ញុំមិនមែនមកក្រោយគេទេនិយាយមិនទាន់ចប់ Hashirama ក៏ដើរចូលមកនាងយ៉ាកំពូជួបជុំគ្នាម្ដងទៀតក្នុងហាងតែកម្លាំងរបស់ពួកគេខ្លាំងជាង10ឆ្នាំមុនឆ្ងាយណាស់បន្ទាប់ពីជែកគ្នាលេងសប្បាយដល់ពេលបើកការប្រកួតទេព Ninja ទាំង10ដែលដឹកនាំដោយ Naruto អង្គុយនៅកន្លែងគណៈកម្មការកណ្ដាលពិនិត្យមើលការរីកចម្រើនរបស់ Ninja ឆ្នាំនេះប៉ុន្តែខណៈដែលការប្រកួតកំពុងតែស្វិតស្វាញមេឃស្រាប់តែបើកច្រក Yumotsu Hirasaka ពណ៌ខ្មៅ Otsutsuki ដែលមិនធ្លាប់ស្គាល់ម្នាក់បានបង្ហាញខ្លួនអ្នកមកថ្មីនោះអណ្តែតលើអាកាសសម្លឹងមើលមកក្រោមយ៉ាងត្រជាក់ Naruto ដែលដឹងមុនគេមានអារម្មណ៍ភ្ញាក់ផ្អើលនេះជា Otsutsuki ដែលគេមិនដែលឃើញសោះគេលោតទៅលើអាកាសហើយបាញ់គ្រាប់បែកកន្ទុយសត្វតូចមួយទៅកាន់ Otsutsuki នោះប៉ុន្តែគូប្រកួតញឹមយ៉ាងមើលងាយល្បិចក្មេងលេងនិយាយចប់ក៏លើកម្រាមដៃគ្រាន់តែលើកតិចគ្រាប់បែកកន្ទុយសត្វក៏ហោះ90ដឺក្រេឡើងទៅលើហើយคล้ายជាកំទេចពន្លឺពេញមេឃខណៈដែល Naruto បំរុងវាប្រហារលើកទី2 Otsutsuki នោះក៏ចូលក្នុងច្រកលំហពេលវេលាបាត់ទៅសំឡេងរបស់គេលាន់មកមុនពេលចាក់ចេញ Uzumaki Naruto មនុស្សធម្មតាដែលប្រឡាក់ធម្មពលអំបូរយើងសោយសុកឲ្យហើយទៅក្នុងពេលដែលនៅសល់នេះភាពភ័យខ្លាចនិងសម្ពាធសង្កត់ពេញទីលានធ្វើឲ្យមនុស្សភ្លេចទាំងស្រែកនិងរត់ Naruto ក្តាប់ដៃយ៉ាងណែនអ្នកមកមិនមែនជា Urashiki ឬ Momoshiki ពីជាតិមុនទេតែជា Otsutsuki ដែលមិនធ្លាប់ស្គាល់ Sasuke និង Obito មកក្បែរ Naruto ហើយសួរថាមានអីអត់ Naruto មកក្បាលគិតថា Otsutsuki ថ្មីនេះប្រហែលជាឥទ្ធិពលមេអំបៅដែលកើតចេញពីការឆ្លងពេលវេលារបស់គេ Otsutsuki តែងតែមកជាគូអញ្ចឹងប្រកាសជាមានសត្រូវម្នាក់ទៀតដល់ពេលដែលពិភព Ninja ទាំងមូលត្រូវត្រៀមសង្គ្រាមហើយពេលនោះនៅឯភពដែលគេបោះបង់ចោលមួយ Momoshiki និង Kinshiki កំពុងអង្គុយលើគោលឈើទេពដែលបាក់បែកច្រកលំហពណ៌ខ្មៅបានបើកនៅពីក្រោយពួកគេ Otsutsuki ដែលទៅពិភព Ninja អំបញ្ញមិញបានដើរចេញមកយឺតសូមរងចាំទស្សនាភាពបន្តនិងកុំភ្លេចជួយ like share ដើម្បីទទួលបានវីដេអូថ្មីៗផងដែរ